ពេលខ្ញុំផុសវីដេអូបង្ហាញពីអ្នកផ្ទះខ្ញុំជាអ្នកសមុទ្រជាអ្នកនេសាទដែរមានបងប្អូនខ្លះក៏ខមមិនថាខ្ញុំនឹងសំណាងណាបានញ៉ាំគ្រឿងសមុទ្ររាល់ថ្ងៃត្រូវហើយខ្ញុំសំណាងពិតមែនព្រោះខ្ញុំកើតមកជាកូនអ្នកនេសាទជាអ្នកហៅគ្រឿងសមុទ្រខ្លួនឯងណាអញ្ចឹងហើយខ្ញុំបានញ៉ាំគ្រឿងសមុទ្ររាល់ថ្ងៃដែលចាំបាច់អស់លុយទេព្រោះថាបើខ្ញុំមិនមែនជាកូនអ្នកនេសាទជាអ្នកហៅគ្រឿងសមុទ្រខ្លួនឯងទេខ្ញុំក៏អត់មានលទ្ធភាពណាទៅទិញគ្រឿងសមុទ្រមកញ៉ាំរាល់ថ្ងៃដែរព្រោះយើងដឹងស្រាប់ហើយគ្រឿងសមុទ្រនៅលើទីផ្សារគឺមានតម្លៃថ្លៃគួរសមណាអញ្ចឹងហើយខ្ញុំពិតជាសំណាងដូចគាត់និយាយមែនប៉ុន្តែនៅពីក្រោយភាពសំណាងហ្នឹងគឺមានរឿងរ៉ាវជាច្រើនទៀតដែលអ្នកទាំងអស់គ្នាបានដឹងអំពីការរស់នៅរបស់អ្នកនៅជាប់មាត់សមុទ្រក៏ដូចជាអ្នកប្រកបរបរជាអ្នកនេសាទនៅកណ្ដាលសមុទ្រដែរនិយាយទៅមានរឿងច្រើនណាស់ដែលអ្នកទាំងអស់គ្នាអត់ទាន់បានដឹងណាចាំមានឱកាសខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាម្ដងទៀតតែឥឡូវងាកមកមើលទស្សនវិជ្ជាខ្លះៗនៅផ្ទះខ្ញុំវិញកន្លែងនេះគឺប៉ាខ្ញុំហើយនឹងអ៊ំខ្ញុំកំពុងតែជួសជុលម៉ាស៊ីនដោយសារម៉ាស៊ីនហ្នឹងវាអត់ឆេះមិនដឹងថាវាខូចអីហើយកន្លែងនេះវិញគឺបងស្រីជីដូនមួយខ្ញុំគាត់កំពុងតែបកក្តាមណាគាត់លក់ក្តាមស្រស់អស់ហើយប៉ុន្តែដោយសារក្តាមហ្នឹងតុនសល់ពីក្តាមស្រស់គឺគេអត់យកទេអញ្ចឹងយើងត្រូវយកវាមកស្ងោរដើម្បីបកយកសាច់ទៅលក់ណាហើយនេះគាត់គឺកំពុងតែបកយកសាច់អ្នកទាំងអស់គ្នាដែលអត់ចេះបកក្តាមអាចមើលវីដេអូនេះបានណាគឺបកចេញជាខ្លែបបែបហ្នឹងទៅគេយកហើយដាក់តាមផ្នែកនីមួយរបស់សាច់ក្តាមហ្នឹងអានេះគឺផ្នែកចែវគេហៅថាផ្នែកចែវរបស់ក្តាមនិយាយទៅចេញជាខ្លែបបែបហ្នឹងហ្មងនេះគឺសាច់ធូងហើយមួយថងនេះគឺសាច់ជើងហើយមួយថងទៀតនេះគឺតាគៀបសុតនិយាយដាក់តាមផ្នែកអញ្ចឹងហ្មងមិនគេយកហើយអាហ្នឹងគឺជាការងាររបស់ស្រីនៅផ្ទះដែលមានគ្រួសារមានអ្នកផ្ទះជាអ្នកចុះទូកចុះសមុទ្រណានិយាយទៅអត់មានអីក្រៅពីនៅផ្ទះទៅសារមកវិញដើម្បីធ្វើម្ហូបលាងចានហើយពេលទូកចូលហ្នឹងគឺថាស្ងោរផ្គាស្ងោរក្តាមបកយកទៅលក់ហ្នឹងទេពេលខ្លះមានប៉ះម៉ងចង់ម៉ងអីចឹងទៅហើយអាហ្នឹងក៏ជាការងាររបស់ខ្ញុំពីមុនដែរណាពេលខ្ញុំនៅជាមួយប៉ាម៉ាក់ខ្ញុំតែឥឡូវខ្ញុំអត់នៅជាមួយប៉ាម៉ាក់ខ្ញុំគឺប្អូនស្រីខ្ញុំដែលនៅហ្នឹងគាត់ជាអ្នករ៉ាប់រងធ្វើការងារទាំងអស់ហ្នឹងណាអានេះគឺពេលទូកខ្ញុំចូលមានក្តាមមានបកងមានបគាមានមឹកនិយាយទៅមានគ្រប់សពគ្រាន់ថាបានមួយមុខបន្តិចចឹងទៅហើយអានេះវិញគឺក្តាមគេហៅថាក្តាមផ្គរលាន់ណានិយាយទៅនៅម្ដុំផ្ទះខ្ញុំហ្នឹងហៅក្តាមផ្គរលាន់ក្តាមនេះគឺសាច់តែតាគៀបទេនិយាយទៅតាគៀបវាឆ្ងាញ់ពេលខ្លះគឺគេយកតែគេប្រលេះយកតែតាគៀបយកទៅលក់ហើយនេះវិញគឺថៃនេះនិយាយទៅអាក្រក់ហើយឈ្មោះអាក្រក់ទៀតចឹងអ្នកទាំងអស់គ្នាបើចង់ដឹងទេនិយាយទៅការងារអីក៏ដូចការងារអីដែរត្រូវមានការផ្លាស់ប្ដូរដូចផ្ទះខ្ញុំចឹងធ្វើតាំងពីដាក់លបហើយដាក់មងបគាហើយមានមងថៃក៏មងក្តាមមងសម្រាប់ដាក់បកងមានមងដាក់ថៃកលាំងហើយឥឡូវមកដាក់លបនិយាយទៅយើងត្រូវផ្លាស់ប្ដូរតាមសម័យកាលចឹងទៅបើយើងអត់ផ្លាស់ប្ដូរតាមស្ថានភាពបច្ចុប្បន្នទេយើងអាចដាច់បាយបានណាចឹងហើយមានតែបខំចិត្តផ្លាស់ប្ដូរតាមគេតាមឯងដែរហើយកន្លែងនេះខ្ញុំហើបានអថៃល្អិតនេះមួយខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាថៃនេះគេហៅថាថៃមន់ចាយឃើញល្អិតចឹងទេប៉ុន្តែមុតចុកញាក់មកឆ្ងាញ់ណាខ្ញុំធ្លាប់មុតម្ដងពេលប៉ាខ្ញុំដាក់មងបគាហើយខ្ញុំជួយដោះមងឲ្យអត់ប្រយ័ត្នធ្វើឲ្យមុតដៃនិយាយទៅមុតចុកស្ពឹកធ្វើអីអត់កើតមកពេលដែរហើយបើថៃរូបអាក្រក់ឈ្មោះអាក្រក់នេះវិញឬប៉ាខ្ញុំថាគេយកទៅបំពងម្សៅញ៉ាំស្រួយឆ្ងាញ់ណាប៉ុន្តែខ្ញុំអត់ធ្លាប់ញ៉ាំទេណាទាំងនេះសុទ្ធតែជាទស្សនវិជ្ជានៃការរស់នៅរបស់អ្នកផ្ទះខ្ញុំណាខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាទៀតនៅពេលក្រោយអរគុណច្រើនសម្រាប់ការមើលវីដេអូនេះណា